ប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកឲ្យដោយដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនដោយហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជានៅក្នុងកិច្ចប្រជុំព្រឹទ្ធសភានាព្រឹកថ្ងៃទី16ខែមិថុនានេះសម្ដេចតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថាប្រសិនបើថៃមិនព្រមបើកច្រកទ្វារព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីនោះទេក្នុងរយៈពេល24ម៉ោងកម្ពុជានឹងហាមឃាត់ការនាំចូលបន្លែផ្លែឈើពីប្រទេសថៃពោលគឺមិនមែនជាការបិទព្រំដែនទាំងស្រុងនោះទេសូមស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែនដូចតទៅហើយសូមបងប្អូនប្រជាជនថៃសូមកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូងដែលហាមឃាត់នៅការដឹកផ្លែឈើនិងបន្លែមកតាមច្រកដូងដែលមួយថ្ងៃរាប់រយឡានដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាមហើយឥឡូវនេះបើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែនិងផ្លែឈើចូលកម្ពុជាប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃរវាងខ្ញុំជាមួយនឹងរវាងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃយើងពន្យាពេល24ម៉ោងប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកឲ្យដោយដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនដោយហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជា